ឆ្នាំមកម៉ែកាលពីឆ្នាំចាស់សង្ឃឹមថាអ្នកបានខិតខំប្រឹងប្រែងនិងបន្សល់ទុកនៅស្នាដៃដែលជាផលមួយសម្រាប់បន្តសម្រាប់ឆ្នាំថ្មីនេះព្រោះថានៅក្នុងចំណោមឆ្នាំទាំង12មានតែឆ្នាំមកម៉ែមួយទេដែលមានធម្មពលអវិជ្ជមានច្រើនជាងគេក៏ប៉ុន្តែយើងមកមើលថាតើគួរតែគ្រប់គ្រងនៅធម្មពលអវិជ្ជមានទាំងនោះដោយរបៀបណាឆ្នាំមកម៉ែមានធម្មពលអវិជ្ជមានច្រើនជាងគេនៅក្នុងឆ្នាំនេះជាទូទៅដំណើរជីវិតរបស់យើងពេលខ្លះមានពេលឡើងនិងពេលខ្លះមានពេលចុះវាជាផ្នែកមួយនៃជីវិតរបស់យើងក៏ប៉ុន្តែនៅពេលដែលយើងដឹងមុននៅអ្វីដែលយើងនឹងជួបប្រទះគឺអ្នកមានឱកាសត្រៀមខ្លួនកែខៃនិងកាត់បន្ថយនៅហានិភ័យផលប៉ះពាល់ផ្សេងៗហើយក៏យើងអាចទទួលបាននៅទំនុកចិត្តច្រើនជាងមុនដែរព្រោះថាយើងអាចគ្រប់គ្រងស្ថានភាពទាំងនោះបានប្រសើរហើយមួយវិញទៀតនោះអ្នកក៏មានឆ្នាំដតីទៀតនៅក្នុងតួរាសីដែរកុំភ្លេចគឺធ្វើការផ្ទៀងផ្ទាត់នៅក្នុងកម្មវិធីអាចកំបាំងជីវិត Live Decoding នៅពេលដែលអ្នកឆ្លងកាត់នៅបញ្ហានិងស្ថានភាពលំបាកជាច្រើនវាជាពេលវេលាមួយដែលអ្នកត្រូវធ្វើការឆ្លុះបញ្ចាំងខ្លួនឯងដើម្បីត្រៀមសម្រាប់ឆ្នាំក្រោយបន្ថែមទៀតពិធីក្នុងការឆ្លុះបញ្ចាំងនោះគឺជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យយើងមានការរីកចម្រើនទាំងស្មារតីនិងបង្កើននូវភាពជឿជាក់ខ្លួនឯងធម្មពលអវិជ្ជមានទាំងអស់នោះមានដូចជា Lepetel Separating It Mansa គឺពាក់ព័ន្ធទៅនឹងការភ័ន្តច្រឡំអ្នកគួរតែប្រយ័ត្នប្រយែងចំពោះទង្វើឬក៏ពាក្យសម្ដីពីព្រោះថាពាក្យសម្ដីមួយចំនួនអ្នកនិយាយក្នុងគោលបំណងល្អទេប៉ុន្តែបែរជាមានការយល់ច្រឡំបន្តិចបន្តួចរួចបង្កទៅជាបញ្ហាធំទៅវិញដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់ឋានៈនិងតួនាទីរបស់អ្នកបានចំពោះធម្មពល funeral door ឬក៏ earth funeral គឺបង្ហាញថាអ្នកអាចចូលរួមពិធីកាន់ទុក្ខឬក៏ចូលរួមពិធីបុណ្យសពរបស់សាច់ញាតិឬក៏ទទួលបានដំណឹងទុក្ខព្រួយណាមួយជាពិសេសនៅពេលដែលអ្នកមានដំណើរជីវិត10ឆ្នាំជួបនឹងឆ្នាំឆុងធម្មពលអវិជ្ជមានមួយទៀតនោះគឺ Grecha គឺពាក់ព័ន្ធទៅនឹងមនុស្សដែលមានបំណងមិនល្អចំពោះអ្នកការរាប់អាននៅកល្យានមិត្តឲ្យបានច្រើនគឺជារឿងល្អព្រោះថានៅពេលដែលអ្នកមានស្ថានភាពធ្លាក់ចុះស្ថានភាពអន់ថយវត្តមានរបស់មនុស្សអវិជ្ជមាននឹងលេចរូបរាងឡើងហើយធ្វើឲ្យអ្នកមានបញ្ហាកាន់តែជ្រៅចំពោះធម្មពល Flying Chase វិញគឺអ្នកជាប់រវល់ក្នុងការដោះស្រាយបញ្ហារបស់អ្នកដទៃនិងអ្នកងាយជួបឧបទ្ទវហេតុតូចៗប្រចាំថ្ងៃអញ្ចឹងនៅពេលដែលអ្នកកាន់របស់ដែលមានភាពមុតស្រួចអ្នកត្រូវតែមានស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្រៅពីធម្មពលអវិជ្ជមានទាំងអស់នេះអ្នកមានធម្មពលពិសេសមួយដែលយើងហៅថា Bright Hall មានន័យថាចំណេះដឹងសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់អ្នកដទៃនឹងងាយមើលឃើញអញ្ចឹងអ្នកត្រូវបង្ហាញឲ្យគេឃើញនៅការព្យាយាមសមត្ថភាពក្នុងការដោះស្រាយនៅបញ្ហាអវិជ្ជមានដែលកើតមានឡើងទាំងអស់នេះប្រកបដោយភាពអត់ធ្មត់សង្ឃឹមថាអ្នកអាចឆ្លងកាត់នៅបទពិសោធន៍លំបាកហើយយកជំនះទៅលើស្ថានភាពទាំងអស់នោះបានជាពិសេសទៅទៀតនោះឆ្នាំ2026ខាងមុខនឹងមានឱកាសល្អៗជាច្រើនសម្រាប់អ្នកកុំភ្លេចរៀបចំគេហដ្ឋានឲ្យមានធម្មពលហុងស៊ុយល្អបន្ថែមទៀតតាមរយៈសៀវភៅហុងស៊ុយឆ្នាំ2025